បាទទុកស្ដីថ្ងៃនេះខ្ញុំចង់យកប្រធានបទមួយមកបញ្យល់ឲ្យបងប្អូនដែលជាអ្នកប្រើប្រាស់ទូរស័ព្ទនឹងយល់ដោយសារតែខ្ញុំឃើញការបកស្រាយយើងមិនអាចនិយាយថាការបកស្រាយខុសទេគាត់ថាការបកស្រាយរបស់គេគឺមិនអស់ក្តីធ្វើឲ្យអ្នកដែលស្ដាប់ហ្នឹងគឺអាចនឹងថាគាត់យល់មិនអស់លើរឿងមួយដែលប្រហែលមួយរយៈចុងក្រោយនេះប្រហែលជាមួយខែពីរខែនេះគឺមានការផ្ទុះពីប្រទេសគឺទាក់ទងនឹងទូរស័ព្ទមានទូរស័ព្ទពួក Android Oppo Vivo ឬក៏ Samsung ដែលមានតម្លៃថ្លៃជាងការទៅមិនត្រឹមតែទូរស័ព្ទថ្លៃទេទូរស័ព្ទថោកមួយចំនួនក៏មានមុខងារហ្នឹងដែរហើយជាពិសេសគឺ iPhone តែ iPhone មិនសូវជួបមកនេះគឺជាច្រើនគឺ Android តែសម្រាប់ប្រតិជននៅខ្មែរគឺជាច្រើនគឺ Android តែរបស់នឹងថ្លៃរបស់នឹងអាចតម្លៃបាន600ឬក៏1000តែបើនៅស្រុកគេឬក៏ទូរស័ព្ទដែលមកពីក្រៅប្រទេសអាចមានទូរស័ព្ទទូទៅដែរទូរស័ព្ទតម្លៃ100 200 300ដុល្លារក៏មានមុខងារនឹងមកជាមួយតែជិះជាប់មកតាមពិតទៅមិនអ្នកដែលផលិតទូរស័ព្ទហ្នឹងគាត់មិនបង្កើតមុខងារនឹងដើម្បីទូរស័ព្ទសេរីថ្លៃឬក៏ទូរស័ព្ទថោកទេគោលដៅរបស់គាត់គឺគាត់បង្កើតដើម្បីឲ្យសហគ្រាសឬក៏ក្រុមហ៊ុនយករបស់គេមកក្នុងការណៃមួយដែលឧបមាថាទូរស័ព្ទហ្នឹង100គ្រឿងឲ្យបុគ្គលិក100អ្នកប្រើអញ្ចឹងទូរស័ព្ទហ្នឹងជាកម្មសិទ្ធិរបស់ក្រុមហ៊ុនមួយហ្នឹងហើយក្រុមហ៊ុនមួយហ្នឹងគឺឲ្យទូរស័ព្ទបុគ្គលិកនឹងប្រើក្នុងគោលបំណងថា3ចុះទី1គឺបុគ្គលិកហ្នឹងមិនចាំបាច់អស់លុយផ្ទាល់ខ្លួនទៅទិញទូរស័ព្ទហ្នឹងមកប្រើទី2គឺក្រុមហ៊ុនហ្នឹងគាត់អាចការពារបុគ្គលិកហ្នឹងពីការប្រើប្រាស់ទូរស័ព្ទរបស់ក្រុមហ៊ុននៅក្នុងម៉ោងធ្វើការហ្នឹងទៅធ្វើរឿងមួយផ្សេងទៀតមិនមែនធ្វើការរបស់ក្រុមហ៊ុនទេឧបមាថាម៉ោងធ្វើការគាត់ទៅលេង Facebook គាត់ទៅមើល YouTube គាត់ទៅលេងហ្គេមក្នុងគោលដៅគឺគោលដៅបែបហ្នឹងគឺគេផលិតហើយនឹងគេទិញមកហើយនឹងគេឲ្យបុគ្គលិកប្រើគឺក្នុងគោលដៅបែបហ្នឹងហើយមូលហេតុទី3គឺវាតកតងនឹងការសម្ងាត់មានន័យថាក្រុមហ៊ុនមួយចំនួនតកតងនឹងលុយកាក់តកតងនឹងភាពសម្ងាត់ភាពឯកជនភាពរបស់ក្រុមហ៊ុនគឺគេអត់ចង់ឲ្យបុគ្គលិកហ្នឹងចែកអំណាចទៅខាងក្រៅផ្លាយលោវាប៉ះពាល់ដល់កិត្តិយសរបស់ក្រុមហ៊ុនឬក៏អាចនិយាយបានថារឿងមួយចំនួនគឺក្រុមហ៊ុនគេលាក់បាំងគេមិនចង់ឲ្យចេញមកខាងក្រៅអាហ្នឹងគឺមូលហេតុ3តែដល់ពេលការបកស្រាយគាត់អ្នកខ្លះគាត់បកស្រាយខុសគាត់បកស្រាយដូចច្រឡំគ្នាទូរស័ព្ទដូចជា iPhone នេះគាត់ស្ប iCloud ហើយគាត់ទៅបកស្រាយថាទូរស័ព្ទគាត់ MDM ដល់ពេលអញ្ចឹងវាឡប់វាទៅបុកទៅបល់ពេញហ្នឹងអញ្ចឹងអត់ដឹងមួយណាជាសរុបសេចក្តីទៅរបស់ដែលជាប់ទាំង iCloud ទាំង MDM នេះបើយើងនិយាយឲ្យស្រួលយល់ជារបស់ដែលខុសច្បាប់នេះជារបស់ដែលខុសច្បាប់ដោយសាររបស់ដែលជាប់ហ្នឹងវាមិនមែនជាកម្មសិទ្ធិរបស់បុគ្គលទេវាកម្មសិទ្ធិរបស់ក្រុមហ៊ុនហើយអានោះតើតើនឹងទូរស័ព្ទជាប់ MDM ហើយបើទូរស័ព្ទជាប់ iCloud ហ្នឹងវាអាចជាលក្ខណៈរបស់បុគ្គលដែរតែបុគ្គលមួយចំនួនដែលគាត់ប្រើប្រាស់ទៅផ្លេចឲ្យកូដខ្លួនឯងអាហ្នឹងវាមិនទៅបញ្ហាទេបើចំពោះបុគ្គលខ្លះដែលគាត់បងរំលោះទូរស័ព្ទនៅកន្លែងគេអញ្ចឹងម្ចាស់ហាងគេអាចចាក់ iCloud ហ្នឹងដើម្បីការពារមិនឲ្យបុគ្គលដែលបងរំលោះហ្នឹងគាត់យកទូរស័ព្ទដែលមិនទាន់បងលុយអស់ទៅលក់នៅហាងផ្សេងទៀតឬក៏គាត់អាចចាក់លេខកូដពីចម្ងាយដើម្បីឲ្យទូរស័ព្ទនឹងប្រើឡើងកើតហើយឲ្យម្ចាស់ទូរស័ព្ទរបស់ហ្នឹងទៅបងលុយបន្តឲ្យគាត់វិញជាសរុបទៅគឺរបស់ហ្នឹងគឺមិនទាន់ខ្លាយជាកម្មសិទ្ធិរបស់បុគ្គលសាធារណៈទេឬក៏បុគ្គលដែលកំពុងតែកាន់ហើយគាត់មិនទេវាជាកម្មសិទ្ធិរបស់ក្រុមហ៊ុនឬក៏សហគ្រាសឬក៏ម្ចាស់ហាងអញ្ចឹងរបស់ទាំងពីរហ្នឹងគឺជារបស់ដែលខុសច្បាប់ហើយអាហ្នឹងខ្ញុំបញ្យល់កន្លែងហ្នឹងដើម្បីឲ្យការច្បាស់លាស់ថា MDM នឹងជាអី MDM ហ្នឹងគឺជាភាសាអង់គ្លេសគឺ Mobile Device Management បានន័យថាការគ្រប់គ្រងឧបករណ៍ទូរស័ព្ទហ្នឹងពីចម្ងាយដោយសហគ្រាសឬក្រុមហ៊ុនឬអង្គភាពណាមួយដូចជាក្រសួងឬក៏ស្ថាប័នណាមួយអញ្ចឹងគេគ្រប់គ្រងការប្រើប្រាស់របស់បុគ្គលិកទេណាបុគ្គលិកហ្នឹងអត់មានសិទ្ធិយកទៅលក់យកទៅអីទេគឺជាកម្មសិទ្ធិរបស់ក្រុមហ៊ុននៅពេលដែលដល់ម៉ោងការងារឬក៏ឈប់ធ្វើការទៅបុគ្គលរបស់ហ្នឹងត្រឡប់ទៅឲ្យខាងក្រុមហ៊ុនវិញអញ្ចឹងហើយអ្នកដែលកាន់ការងារបន្តគេប្រើទៀតទៅគឺក្រុមហ៊ុនគឺគោលដៅរបស់គេបែបហ្នឹងឯងហើយអានេះខ្ញុំបរៀនឲ្យមើលខ្ញុំមានទូរស័ព្ទជា iPhone ហើយនិង Android ចាំតែខ្ញុំត្រឡប់កាមេរ៉ាឲ្យបាទនេះគឺវាជាប់ជាទម្រង់ដើមទេបាទនេះគេហៅថាទូរស័ព្ទជាប់ MDM ដែលខ្ញុំនិយាយខាងលើមុនហ្នឹងគឺអានេះនៅក្នុងកន្លែងដែលយើងចង់ឈូសម៉ាស៊ីនឈូសអីវាគឺវាជាប់បែបហ្នឹងអាកន្លែង setting វាតែមួយទៀតនៅកន្លែងនេះក៏មានដែរកន្លែងនៅខាងលើ setting នេះមានអក្សរមួយជួរនៅខាងលើអក្សរទូហ្នឹងជាក់ប្រាប់ថាទូរស័ព្ទនេះគឺត្រូវបានគ្រប់គ្រងការប្រើប្រាស់ដោយក្រុមហ៊ុនខអញ្ចឹងខាងលើនឹងមិនមែនកន្លែងអ្នករូបខាងលើខាងលើអា logo Apple នេះគឺជាទម្រង់ទូរស័ព្ទជាប់ MDM ហ្នឹងដែលខ្ញុំនិយាយហ្នឹងហើយនេះគឺជាទូរស័ព្ទ Android ខ្ញុំឧបមាថា Oppo យកក្នុងកន្លែងនេះបាទហើយនេះសម្រាប់ទូរស័ព្ទ Android ខ្ញុំឧបមាថាទូរស័ព្ទ Oppo យកនៅក្នុងកន្លែងនេះ
ក្នុងកន្លែងអបអោទូរស័ព្ទនេះបើសិនជាមក Oppo វាមានអក្សរដាក់ថា O service ហ្នឹងក៏ជាប់MDM ហ្នឹងដែរហើយតម្រង់មួយទៀតដែលក្នុងករណីដែលម្ចាស់នឹងអត់ទៅបង់លុយឲ្យគេឬក៏ក្រុមហ៊ុនឬក៏សហគ្រាសនឹងដឹងថារបស់ដែលខ្លួនគាត់បានឲ្យក្រុមហ៊ុនប្រើហ្នឹងត្រូវក្រុមហ៊ុនយកមកលក់ឬក៏បាត់ដោយចោលលួចឬអីគឺក្រុមហ៊ុនគេអាចចាក់ពីឆ្ងាយគឺវាចេញក្នុងតម្រង់แบบនេះបាទអញ្ចឹងនេះវាមានពីរបើក្នុងករណីដែលរបស់នឹងត្រូវបានលួចគេមកគឺគេអត់ដោះឲ្យទេបាទអញ្ចឹងបើសិនជាលួចគេមកប៉ុន្តែបើក្នុងករណីដែលទូរស័ព្ទហ្នឹងវាជាប្រភេទរបស់ដែលបង់រំលោះហ្នឹងគឺចង់សំដៅថាឧបមាថាក្រុមហ៊ុនដូចនៅស្រុកគេឬក៏នៅស្រុកខ្មែរយើងក៏មានដែរបងប្អូនឧបមាថាក្រុមហ៊ុនលក់ស៊ីមមួយគាត់សហការជាមួយក្រុមហ៊ុនទូរស័ព្ទអញ្ចឹងមានភាគី3នៅក្នុងហ្នឹងគឺទីមួយអតិថិជនក្រុមហ៊ុនលក់ស៊ីមហើយនិងក្រុមហ៊ុនទូរស័ព្ទអញ្ចឹងអ្នកដែលមានសិទ្ធិចាក់ MDM ហ្នឹងគឺក្រុមហ៊ុនទូរស័ព្ទសហការជាមួយក្រុមហ៊ុនលក់ស៊ីមហើយអតិថិជនទៅទិញទូរស័ព្ទហ្នឹងពីកន្លែងលក់ស៊ីមអញ្ចឹងភាគីក្រុមហ៊ុនលក់ស៊ីមហ្នឹងជួនកាលគាត់ដើរតួនាទីជាអ្នកគ្រប់គ្រងលើការទារលុយនឹងផ្ទាល់ឬក៏ភាគីក្រុមហ៊ុនទូរស័ព្ទហ្នឹងជាអ្នកដើរតួនាទីជាអ្នកទារលុយផ្ទាល់វិញអញ្ចឹងកាលណាតែអតិថិជននឹងអត់បង់លុយតាមការកំណត់របស់គេទូរស័ព្ទហ្នឹងគេចាក់បែបនេះបាទតែក្នុងករណីចាក់បែបនេះបើសិនជាទូរស័ព្ទបង់លួសគឺម្ចាស់សម័យខ្លួនឬក៏អ្នកដែលទិញតពីបុគ្គលម្ខាងទៀតឧបមាទូរស័ព្ទទិញតគ្នាអញ្ចឹងបើគាត់ចង់ដោះគាត់យកទៅកន្លែងដើមព្រោះអីអ្នកដែលចាក់នេះគាត់នឹងផ្ដល់ជាអត្តសញ្ញាណមកឲ្យជាលេខទូរស័ព្ទឬក៏ជាអ៊ីមែលឬក៏ជាម្ចាស់ហាងឬក៏ជាឈ្មោះសហគ្រាសបាទអញ្ចឹងត្រឡប់មកវិញសួរថាតើយើងជាអតិថិជនជាអ្នកទិញតពីគ្នាឬក៏ជាអ្នកប្រកបរបររកស៊ីលក់ទូរស័ព្ទអីចឹងតើយើងគួរធ្វើបែបណានៅពេលដែលក្នុងករណីដែលយើងការពារកុំឲ្យយើងទិញចំរបស់បែបហ្នឹងព្រោះរបស់បែបហ្នឹងវាអាចជារបស់ស្របច្បាប់ហើយនឹងជារបស់ដែលមិនស្របច្បាប់តែកាលណាយើងទិញមកបើស្របច្បាប់យើងអស់លុយបន្ថែមទៀតអាចមានការខាតបង់តែបើខុសច្បាប់យើងអាចប្រឈមមុខនឹងមុខច្បាប់ទៀតក្នុងករណីដែលរបស់នឹងជារបស់អង្គភាពឧបមាថាដូចក្រសួងឬក៏ស្ថាប័នណាមួយដែលគេបានដាក់ពាក្យបណ្ដឹងឧបមាថាក្រុមហ៊ុនហ្នឹងគេឲ្យបុគ្គលិកគេប្រើទូរស័ព្ទ100គ្រឿងហើយទូរស័ព្ទហ្នឹងនៅក្នុង office របស់គេសັບតែមានករណីចោលចូលទៅរួចយកមក10គ្រឿងឬក៏20គ្រឿងអញ្ចឹងហើយក្រុមហ៊ុនគេចាក់បែបហ្នឹងអាហ្នឹងគឺយើងអ្នកទិញហ្នឹងអាចឈោមមុខនឹងដោយច្បាប់អញ្ចឹងសួរថាធ្វើយ៉ាងម៉េចប្រហែលថាបើយើងជាអ្នកលក់ទិញដូរជាអ្នកលក់ទូរស័ព្ទយើងស្នើសុំឈូសកម្មវិធីឬក៏លុបគ្រប់យ៉ាងនៅក្នុងទូរស័ព្ទនឹងចោលតែជាលុបហើយឈូសហើយវាដំណើរការចេញមកវិញធម្មតាគ្មានការជាប់ iCloud ឬក៏ជាប់ MDM ហ្នឹងគឺយើងអាចទូទាត់លុយពេលហ្នឹងបានតែសម្រាប់អ្នកដែលចង់ទិញតគ្នាអាចប្រើជំរើសនឹងបានដូចគ្នាយើងអាចប្រើជំរើសនឹងបានដូចគ្នាយើងបើថាយើងមិនអាចធ្វើដោយខ្លួនឯងបានទេយើងមកឲ្យកន្លែងជាងគេឈូសឲ្យទៅឲ្យជាងគេឈូសឲ្យទៅមានករណីខ្លះមួយចំនួនឧបមាថាគាត់ទូរស័ព្ទហ្នឹងតម្លៃ$800ចុះរបស់នឹងថ្មីហើយថ្លៃហើយអតិថិជនបង់លុយមុន100ហើយយកទូរស័ព្ទហ្នឹងមកប្រើស្រាប់តែគាត់យកទៅលក់ឲ្យបុគ្គលមួយទៀតដែលគាត់ឆ្លាញ់របស់ដែរគាត់ឃើញរបស់ហ្នឹងតម្លៃធូរតម្លៃ300អីចឹងគាត់ទិញអញ្ចឹងបុគ្គលដែលបង់លុយហ្នឹងគាត់បានពីទីមួយចំណាយលុយតែ$100បានរបស់តម្លៃ800មកប្រើហើយគាត់យកទៅលក់ឲ្យបុគ្គលមួយទៀតបាន$300អញ្ចឹងគាត់ចំណេញតែអ្នករងគ្រោះគឺអ្នកទិញបន្តហ្នឹងគាត់ប្រឈមមុខក្នុងករណីដែល
mà cha xã kia nên bị chặt lấy cột máu còn thời khát bằng rồi bây rồi là buồn rồi là để còn tình kia hãy chẳng đỏ vĩnh cô một mà thà bờ là bọn năng tâm bằng đôi cái ba năm rối nó dẹp đẹp kèm pha rồi thiệt chẳng có thử chẳng có thử bằng đôi kèm pha rồi là thiệt chẳng việc hạt bóng hay chẳng sự bắt phép cứ dương mà rô nè chấm niên ở cái chu ở cái ấy ở xã sân tới bọn nó gọi này chu hơi mình cho ấy thế trăm dương tu tuận lôi tạo cái nó chỉ sự bắt phép và ở con anh ấy chỉ bấm non là bị nhóm mà chẳng oi nè đại bàn mơ video nó oi vô thàเอาไว้เชียร์ไว้ก็มอยดับโดยมันจะบาดเรือเพราะยังเคยการบอกสไลด์ขบเจริญมันโคตรโคเจริญหนึ่งการเนี่ยคล้ายกับเรื่องนั่งเชียร์กันในไอคลาวด์แต่ก็แต่บอกสไลด์แต่ยีดีถึงการเรื่องนั่งเชียร์กันในดีก็แต่บอกสไลด์ไอคลาวด์อันนี้บ้านท่านเนี่ยได้ก็บอกสไลด์นั่งมาจากนู้นก็มันโยนปีไปเฉียเชียมันแมนเชียเนี่ยได้ประกอบอาชีพตูซับไปเชิงนั้นก็ยีở tại banยีtới có đợt miền ấy chỉ ông này hôm nào đã ở con chồng đẹp liền